តើប្រសងអាចស្រឡាញ់ស្រីបានដែរឬទេត្រឹមពាក្យស្រឡាញ់គ្មានអីហាមមិនឲ្យស្រឡាញ់ទេមានសិក្ខាបទណាហាមមិនឲ្យស្រឡាញ់ស្រីទេក៏ប៉ុន្តែមានសិក្ខាបទហាមមិនឲ្យប្រព្រឹត្តខុសតាមកាយវាចាចំពោះស្ត្រីនោះខ្លះស្រឡាញ់គេរហូតដល់ដេកអត់បាយខ្លះស្រឡាញ់គេរហូតដល់ស្គមរីងរៃខ្លះស្រឡាញ់គេរហូតដល់ទៅយកបាយមកទុក3ថ្ងៃមិនឆាន់នឹកតែគេក៏មានដែរដូច្នេះហើយព្រះរាមាភិក្ខព្រះអង្គទ្រង់ជ្រាបណាស់បើសិនជាព្រះអង្គដាក់សិក្ខាបទមួយថាភិក្ខុណាសាមណេរណាលោភស្រឡាញ់គេនឹកគេភិក្ខុនោះដាច់ភេទជាលោកហើយខុសឲ្យត្រូវសឹកជាងគ្មានលោកណាបួសបានមួយទេអញ្ចឹងបើសិនជាភិក្ខុនោះមិនត្រឹមតែស្រឡាញ់គេក្នុងចិត្តមិនត្រឹមតែនឹកគេក្នុងចិត្តបែរទៅជាញ៉ែគេអាហ្នឹងខុសវិន័យហ្នឹងមិនបាច់ស្រឡាញ់ទេមិនបាច់ទល់ស្រឡាញ់គ្រាន់តែរាគៈកើតឲ្យទៅញ៉ែគេហ្នឹងអាស្រឡាញ់ហើយនឹងរាគៈហ្នឹងវាខុសគ្នាបន្តិចដែរអាមួយស្នេហាដេកនឹកគេទាំងយប់ទាំងថ្ងៃអាមួយទៀតមិនបាច់ចាំកើតស្នេហាទេឃើញនារីភេទស្លៀកខោចហ្នឹងក៏រាគៈមានពេលខ្លះមិនបាច់មានស្នេហាមិនបាច់មានស្នេហាអណ្ដែតអណ្ដូងអីទេតែពាក់ព័ន្ធនឹងពាក្យសម្ដីទៅញ៉ែគេហ្នឹងអាហ្នឹងបានត្រូវទោស